ខ្ញុំមានកម្មវិធីមួយទៀតដែលអាចកាត់ background បានយូរមែនទែនកម្មវិធីនោះឈ្មោះថា Photo Room ហើយបងប្អូនចង់បានកម្មវិធីហ្នឹងសម្រាប់ Android full បងប្អូន comment ថាអូខេខ្ញុំនឹងតម្លាក់ចូលនៅក្នុង Telegram របស់ខ្ញុំប្រើពេញណាអូខេចឹងយើងកាត់ background បានហើយចេះទៅវាកាត់លឿនស្អាតតែនៅពេលដែលយើងដាក់អានចេះមកវិញយ៉ាងនេះវាស្អាតជាងខនបើជាងចឹងមូលហេតុដែលខ្ញុំកាត់ background មិញគឺ adverb របស់យើងគឺចង់ដាក់នៅខាងក្រោយចឹងយើងមើលមកវាមានក្រោយចឹងអូខេសម្រាប់ថាឃើញ flare light ឃើញ light ដាក់ flare ហើយចឹងខ្ញុំផុសនៅលើ pick ad របស់ខ្ញុំចង់បានមកបងអាចកែបានខ្ញុំរៀបសួរស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះដែរយើងមកធ្វើ poster ចូលឆ្នាំខ្មែរតោះចឹងវីដេអូនេះខ្ញុំបានផុសមុននឹងដែរចឹងដោយសារតែខ្ញុំផុសទៅខ្ញុំដាក់ comment ប្រមនៅក្នុង comment ទៅវាអត់ចូលហើយវាច្រើនពេកវាអត់ឲ្យចឹងខ្ញុំដាក់នៅក្នុង Telegram ដូចគ្នាវាផុសអត់ឲ្យដែរចឹងវាមានតែរូបភាពចឹងយើងប្រើ search to search របស់ Google ចឹងយើងចុចជាប់នៅលើប៊ូតុង gesture របស់យើងយើង copy វាមកចឹងនៅពេលដែលយើង copy ហើយយើងចូលទៅកាន់កម្មវិធីបង្កើតរូបភាពរបស់យើងដែលមានឈ្មោះថា Flow កម្មវិធីនេះវាងាយស្រួលមែនទែនហើយខ្ញុំក៏ធ្លាប់មានវីដេអូបង្ហាញបងប្អូនអ្នកគ្នាដែល copy ប្រមពីរូបភាពមួយយកមកបង្កើតថ្មីចឹងណាហើយវាមានភាពច្បាស់ជាងស្អាតជាងនឹងដូចរូបភាពពិតៗចឹងមានមើលទៅអាចក្លំយើងបានចឹងយើងចូលមកកាន់កម្មវិធីនេះមកចឹងវា update ដែរវាមានຂະຫນາດ5មកយើងសម្រាប់យើងជ្រើសរើសចង់បានຂະຫນາດមួយកម្រិតដែរចឹងយើងផាសតិចតែយើងបាន copy មិញមកវាមានកម្មវិធីមួយទៀត Google Translate ដែរយ៉ាងណា copy ពាក្យទៅបានបានដូចគ្នាបើសិនជាបងប្អូនអត់មានអា search to search របស់ទូរស័ព្ទរបស់យើងអាចប្រើផ្សេងៗដូច iPhone ហ្នឹងដូចអត់មានទេតែយើងអាច copy កម្មវិធីបានមួយទៀតទីទៀតតែខ្ញុំបង្ហាញចឹងវាចេញរូបភាពមកហើយវាខុសទីវាខុសកន្លែងចូលឆ្នាំខ្មែរហ្នឹងវាចូលឆ្នាំរងវិញចឹងខ្ញុំដាក់សង្ក្រានต์មហាសង្ក្រានต์នេះប៉ុន្តែវាចេញចឹងគិតថាវាអត់ស្គាល់ភាសាខ្មែរចឹងយើងបង្កើតសារមួយទៀតមើលជាមួយវាដូចអ្វីដែលយើងចង់បានអត់ទេចឹងយើងចាំវាទីមកហើយវីដេអូនេះខ្ញុំនឹងនិយាយអំពីការ design នៅលើរូបមួយហើយមានកម្មវិធីថ្មីមួយទៀតដែលខ្ញុំនឹងបង្ហាញដែរកម្មវិធីកាត់រូបភាពកាត់ background កាត់ដើមឈើកាត់អីបានស្អាតមែនតើចឹងយើងចូលទៅកាន់កម្មវិធី Google Translate មកដើម្បី copy អក្សរកុំឲ្យវាខុសត្រង់បាត់បង់ពាក្យព្រោះ comment រូបភាពដែលខ្ញុំបានតម្លាក់នៅក្នុង Telegram ហ្នឹង comment ខ្លះវា copy តែអត់ឲ្យដោយសារតែវាអត់ស្គាល់ភាសាខ្មែរចឹងយើង select ចូលក្នុង Translate មក Google Translate មកយើងអាច copy បានហើយវាស្គាល់ភាសាខ្មែរយើងហើយយើង copy បានទាំងអស់អាមិញហ្នឹងយើង copy បានដែរប៉ុន្តែវាអត់បានទាំងអស់ចឹងយើងចូលអាហ្នឹងយើងផាសលើហ្នឹងមកចឹងយើងចាំវាតិចមកជាមួយវាដូចអ្វីដែលយើងបាន